បើសុកអ្នកឃើញមានប្រតិបត្តិការកាត់មានការកាត់លុយមិនត្រឹមត្រូវតើអ្នកត្រូវធ្វើម៉េចជំហានទី1សូមប្រកាសថានេះពិតជាការកាត់ទឹកប្រាក់មិនត្រឹមត្រូវពិតមែនព្រោះប្រតិបត្តិការនេះអាចជាការបញ្ជាទិញរបស់អ្នកនៅលើ App Store, Play Store ឬក៏ជាការបង់លើការជួបសេវាកម្មប្រចាំខែដែលមានព័ត៌មានការរបស់អ្នកស្រាប់តែបើអ្នកប្រកាសថាអ្នកមិនបានបញ្ជាទិញនោះទេសូមកុំបារម្ភឲ្យសោះយើងនឹងទៅជំហានបន្តជំហានទី2 ABA មានមុខងារដ៏ពិសេសមួយគឺមុខងារប្តឹងតវ៉ាដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ABA ក្នុងការដាក់ពាក្យតវ៉ាលើប្រតិបត្តិការនៅលើកាតដែលមិនត្រឹមត្រូវយើងគ្រាន់តែចូលទៅកាន់កាតមើលប្រតិបត្តិការរួចចុចលើប្រតិបត្តិការដែលមិនត្រឹមត្រូវហើយចុចលើប៊ូតុងតវ៉ាសូមអានខនិងលក្ខខណ្ឌឲ្យបានច្បាស់មុននឹងចិត្តយល់ព្រមបន្ទាប់មកជ្រើសរើសមូលហេតុនៃការដាក់បណ្ដឹងនិងអានពីលក្ខខណ្ឌម្ដងទៀតមុននឹងចុចបញ្ជូនបញ្ហារបស់អ្នកនឹងបញ្ជូនទៅកាន់ក្រុមការងារ ABA ដើម្បីដោះស្រាយប្រសិនបើការកាត់ទឹកប្រាក់លើកាតពិតជាមិនត្រឹមត្រូវមែនអ្នកនឹងទទួលបានសារជូនដំណឹងជាមួយនឹងដំណោះស្រាយដ៏ស័ក្តិសមបំផុត ABA តែងតែធានានូវសុវត្ថិភាពគណនីរបស់អ្នកការពារដោយប្រព័ន្ធសុវត្ថិភាពរំដាប់ពិភពលោកហើយដើម្បីរក្សាសុវត្ថិភាពកាតរបស់អ្នកឲ្យបាន 100% សូមកុំឲ្យអ្នកដទៃដឹងពីព័ត៌មានលើកាតរបស់អ្នកដូចជាលេខកាតទាំង16ខ្ទង់និងលេខ CVV នៅខាងក្រោយកាត Comment ប្រាប់ខ្ញុំខាងក្រោមបើសិនជាអ្នកទាំងអស់គ្នាមានសំណួរអ្វីផ្សេងទៀតឬក៏ចង់ឲ្យធ្វើវីដេអូអ្វីបន្តទៀតជួបគ្នានៅវីដេអូក្រោយ